ខ្ញុំនិងប្អូនស្រីបានរៀបការជាមួយបុរសម្នាក់គត់គឺព្រះអង្គម្ចាស់នៃកុលសម្ព័ន្ធមច្ឆានាមខេងយួនកាលពីជាតិមុនប្អូនស្រីរបស់ខ្ញុំមានចិត្តច្រណែននិងសេចក្តីស្រឡាញ់ដែលខ្ញុំនិងព្រះអង្គម្ចាស់មានចំពោះគ្នានៅយប់មុនថ្ងៃរៀបការនាងបានដាក់ថ្នាំសន្លប់ខ្ញុំហើយរៀបការជំនួសខ្ញុំពេលខ្ញុំដឹងខ្លួនឡើងពួកគេបានរួមដំណេកជាមួយគ្នាជាការស្រេចទៅហើយអង្គខ្លាយជាបាយម្ដាយរបស់ខ្ញុំបានលុតជង្គង់អង្វរឲ្យខ្ញុំយល់ព្រមតាមពួកគេប្អូនស្រីខ្ញុំនិយាយថាការដែលស្រីពីរនាក់បម្រើប្តីតែមួយគឺជាកិត្តិយសរបស់គ្រួសារដើម្បីមុខមាត់គ្រួសារខ្ញុំក៏បានអត់ធ្មត់យល់ព្រមអធិរាជជំឆាបានសន្យាថាបើនរណាសម្រាលបានបុត្រមុននឹងត្រូវបានតែងតាំងជាព្រះនាងម្ចាស់ក្ត្រី Crown Princess ខ្ញុំនិងប្អូនស្រីសម្រាលកូនក្នុងថ្ងៃតែមួយប៉ុន្តែខេងយួនបែរជាយកសាកសពកូនដែលស្លាប់ក្នុងផ្ទៃរបស់ប្អូនស្រីមកបដូរយកកូនប្រុសរបស់ខ្ញុំទៅវិញប្អូនស្រីខ្ញុំក៏ត្រូវបានតែងតាំងជាព្រះនាងម្ចាស់ក្ត្រីដោយសារតែមានកូននាងរស់ក្នុងភាពរុងរឿងចំណែកខ្ញុំត្រូវបានខេងយួនមើលងាយបោះបង់ចោលហើយថែមទាំងបិទជញ្ជក់កម្លាំងរបស់ខ្ញុំរហូតដល់អស់រួចក្រវែងខ្ញុំចោលក្នុងជ្រលងសមុទ្រជ្រៅដូចជាសម្រាមលុះបើភ្នែកឡើងវិញខ្ញុំក៏បានត្រឡប់មកយប់មុនថ្ងៃរៀបការជាមួយព្រះអង្គម្ចាស់មច្ឆាវិញព្រះនាងម្ចាស់ហេតុអ្វីបានជាព្រះអង្គចេញញើសត្រជាក់ច្រើនម្លេះស្រីបម្រើឈ្មោះឈៀវខៃកំពុងកាន់ចានត្បូងពណ៌សម្លឹងមកខ្ញុំដោយភ្នែករេរោគកាលពីជាតិមុនខ្ញុំបានប្រកបដោយចិត្តសប្បុរសចំពោះនាងប្រៀបដូចជាបងប្អូនបង្កើតប៉ុន្តែមិនដឹងសោះថានាងត្រូវបានអោឈើប្អូនស្រីទិញទឹកចិត្តបាត់ទៅហើយនាងគឺជាកបន្លាដែលគេបង្កប់ក្នុងបន្ទប់របស់ខ្ញុំបានសម្លឹងមើលក៏សុខស្ងប់អារម្មណ៍ក៏ដែលនាងលើកមកក្នុងនោះមានលីថ្នាំសន្លប់កម្រិតធ្ងន់ទុកវានៅទីនោះចុះខ្ញុំទៅតែភ្ញាក់មិនសូវមានចំណង់អាហារទេខ្ញុំក៏វែងភ្នែកសម្លឹងមើលនាងយ៉ាងត្រជាក់ខណៈដែលក្រសែភ្នែកនោះធ្វើឲ្យឈៀវខយញ័រដៃរហូតធ្វើឲ្យទឹកស៊ុបកំពុះបន្តិចបន្តួចឈៀវខយមិនហ៊ាននិយាយអ្វីច្រើនក៏ថយទៅខាងភ្លាមនោះស្រាប់តែមាននូវសំឡេងគ្រឿងអលង្ការបន្លឺឡើងយ៉ាងពីរោះពីខាងក្រៅប្អូនស្រីរបស់ខ្ញុំអូខក្រវីកន្ទុយពណ៌ស្អាតដើរចូលមករកខ្ញុំទាំងកាន់កែវស្រាដោយការពីជាតិមុនបេះបិទនាងតុបតែងខ្លួនយ៉ាងឆើតឆាយហើយនៅលើសក់របស់នាងថែមទាំងមានដោតកដង្កៀបសក់ហង្កដែលមិនមែនជារបស់នាងទៀតផងតាមពិតទៅវត្ថុបញ្ចាំចិត្តដែលខេងយួនសន្យាថានឹងឲ្យខ្ញុំបែរជាទៅនៅលើក្បាលរបស់នាងតាំងពីដំបូងបាត់ទៅហើយនាងដើរមកចំពោះមុខខ្ញុំទាំងទឹកមុខញញឹមពុតត្បុតហើយនិយាយថាបងស្រីពួកយើងចិត្តនឹងបងស្រីចិត្តបានរៀបការចូលក្នុងវិមានគ្រីស្តាហើយប្អូនពិតជាមានចិត្តស្ដាយស្រណោះណាស់កែវស្រានេះឈ្វាលឈ្មោះប្អូនស្រីជូនពរបងស្រីនិងព្រះអង្គម្ចាស់ឲ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នងនិងឆាប់មានបុត្រសម្លឹងមើលមុខនាងរូបភាពកាលពីជាតិមុនដែលនាងជន់ឆ្លេខ្ញុំនៅក្រោមបាតជើងហើយសើចចំអកឲ្យខ្ញុំថាជាកមេមន់ដែលមិនចេះពងក៏បានលេចឡើងក្នុងខួរក្បាលខ្ញុំភ្លាមខ្ញុំព្យាយាមសង្កត់ចិត្តដែលចង់សម្លាប់ចោលរួចទទួលកែវស្រាតែញឹមក៏ប្អូនស្រីមានចិត្តណាស់ទេខ្ញុំផឹកស្រានោះអស់មួយកែវភ្លាមដោយឆ្លៀតឱកាសប្រាអាវធំគ្រប់បាំងហើយប្រាកម្លាំងវិញ្ញាណទុកថ្នាំសន្លប់ទុកត្រឹមបំពង់ក៏មិនឲ្យលេបចូលពោះឡើយភ្លាមនោះខ្ញុំក៏ធ្វើជាទន់ខ្លួនដួលទៅលើក្រែកខ្យងហើយបិទភ្នែកធ្វើជាសន្លប់សម្លេងរបស់អូខប្រែប្រួលភ្លាមមិនមែនផ្អែមល្ហែមដូចមុនទេប៉ុន្តែពោពេញដោយការមើលងាយគឺបងស្រីឲ្យបងស្រីនាងប្រើដៃទះកំភ្លៀងខ្ញុំយ៉ាងខ្លាំងរួចសើចចំអកថាតើមិនថាខ្លួនឯងឆ្លាតណាស់មែនទេចុងក្រោយនៅតែផឹកថ្នាំរបស់ខ្ញុំដែរអ្វីក៏ចង់ដណ្ដើមពីខ្ញុំដែរប៉ុន្តែយប់នេះខេងយួនជារបស់ខ្ញុំទេទៅជាព្រះនាងម្ចាស់ក្ត្រីនាពេលអនាគតក្នុងបន្ទប់ដ៏ស្ងាត់ជ្រោមស្រាប់តែមាននូវសំឡេងបើកទ្វារសំឡេងនោះសាមត្រជាក់ណាស់គឺជារបស់ម្ដាយខ្ញុំដំបងឡើយខ្ញុំស្មានថាម្ដាយនឹងស្ដីបន្ទោសឲ្យអូខដែលធ្វើរឿងឈួតបែបនេះឬក៏គាត់មិនដឹងរឿងហើយត្រូវបានគេបង្ខំប៉ុន្តែសម្ដីបន្ទាប់របស់គាត់ធ្វើឲ្យបេះដូងខ្ញុំត្រជាក់ជាងទឹកសមុទ្រជ្រៅទៅទៀតគេឈ្វាលគុំបង្អង់យូអីប្រញាប់បដូរឈុតមង្គលការរបស់បងស្រីឯងទៅក្បួនដង្ហែរបស់ព្រះអង្គម្ចាស់កំពុងចាំនៅខាងក្រៅហើយសំឡេងរបស់ម្ដាយពោពេញដោយភាពរំភើបញាប់ញ័រគេម្ដាយនឹងជួយឯងមិនបាច់បារម្ភទេម្ដាយមិនឲ្យបងស្រីឯងដឹងខ្លួនរួចទៅបង្កការរំខានដល់ឯងនឹងខែយួននៅវិមានគ្រីស្តាឡើយក្នុងស្រានោះម្ដាយបានដាក់ថ្នាំសន្លប់ទ្វេដងតតែស្អែកទើបនាងដឹងខ្លួនស្អែកពេលឯងនឹងព្រះអង្គម្ចាស់ត្រឡប់មកវិញយើងនឹងសម្ដែងរឿងនេះជាមួយគ្នាគឺគាត់ដើរមកក្បែរក្រែរួចដាក់ដៃដ៏កក់ក្ដៅរបស់គាត់លើទ្រូងរបស់ខ្ញុំរូបភាពទី5ក្នុងមួយព្រឹកភ្នែកនោះខ្ញុំថែមទាំងមានសង្ឃឹមតិចតួចថាម្ដាយប្រហែលជាមានចិត្តអាណិតអាសូរមកលើខ្ញុំខ្លះប៉ុន្តែមួយវិនាទីក្រោយមកភាពជឿចាប់យ៉ាងខ្លាំងបានវាប្រហារមកលើខ្ញុំម្ដាយបានដកហូតយកស្រកាការពារបេះដូងទៅ Heart Protecting Scale ដែលខ្ញុំបានខំប្រឹងចម្រាញ់អស់រយៈពេល500ឆ្នាំចេញពីទ្រូងរបស់ខ្ញុំទាំងរស់ស្រកានេះគឺជាទ្រព្យដ៏មានតម្លៃដែលអាចទប់ទល់នឹងរន្ទះបាញ់ពីស្ថានសួគ៌បានម្ដាយនិយាយថាយ៉ាងណាក៏កូនច្បងទូឯកស្រីជាមនុស្សស្រីដែលមានសំណាងអាក្រក់ទៅហើយមិនបាច់ប្រើរបស់នេះទេឈ្វាលកូនយកវាទៅចុះប្រសិនបើខេងយួនប្រើហិង្សាលើកូនឬពេលកូនសម្រាលបុត្រមានគ្រោះថ្នាក់ស្រកានេះអាចការពារជីវិតកូនបានទេម្ដាយបានយកស្រកាដែលនៅជាប់កម្ដៅខ្លួននិងឈាមរបស់ខ្ញុំទៅពាក់ឲ្យអូខដោយផ្ទាល់ដៃខ្ញុំឈឺរហូតស្ទើរតែមិនអាចរក្សាសភាពធ្វើជាសន្លប់បានបេះដូងខ្ញុំស្រក់ឈាមតាមពិតទៅការដែលគាត់លំអៀងទៅរកប្អូនស្រីដែលមានខ្លួនប្រាំខ្សោយតាំងពីតូចមិនមែនត្រឹមតែជារឿងធម្មតាទេប៉ុន្តែគឺជាការលំអៀងយ៉ាងដាច់អង្ការដើម្បីភាពមានបានរបស់ប្អូនស្រីគាត់មិនត្រឹមតែលះបង់សុភមង្គលពេញមួយជីវិតរបស់ខ្ញុំទេប៉ុន្តែថែមទាំងចង់ប្លន់យករបស់ចុងក្រោយដែលការពារជីវិតខ្ញុំទៀតផងម៉ាក់ល្អបំផុតសម្រាប់ឈ្វាលតែងតែស្រឡាញ់ឈ្វាលបំផុតអូខនិយាយទាំងអែបអប់ចុះបើបងស្រីភ្ញាក់មកបង្កការរំខានតើយើងត្រូវធ្វើដូចម្ដេចយ៉ាងណាមិញនាងគឺជាអ្នកដែលមានឈ្មោះស្របច្បាប់ជាព្រះនាងម្ចាស់ក្ត្រីម្ដាយឆ្លើយទៅវិញថាចាំដល់ពេលកូនទាំងពីររួមដំណេកខ្លាយជាបាយឡាមបាត់ទៅហើយម៉ាក់នឹងយកលេខថាបងស្រីឯងបានបាត់បង់ភាពបរិសុទ្ធតាំងពីយប់មុនថ្ងៃរៀបការរួចដកហូតតំណែងព្រះនាងរបស់នាងចោលដល់ពេលគេឈ្មោះនាងស្អុយរលួយក្រៅពីធ្វើជាប្រពន្ធចុងរបស់ខេងយួនតើនាងមានផ្លូវដើរឯណាទៀតចិត្តអាក្រក់ខ្លាំងណាស់មិនត្រឹមតែចង់ដណ្ដើមប្តីខ្ញុំទេថែមទាំងចង់បំផ្លាញកិត្តិយសនិងកាត់ផ្ដាច់ផ្លូវរស់របស់ខ្ញុំទៀតភ្លាមនោះមានសំឡេងគូបង្អួចតិចសំឡេងបុរសដ៏ស្រទន់ម្នាក់បន្លឺកាត់ទឹកសមុទ្រមកទាំងប្រញាប់ប្រញាល់គេឈ្វាលតារៀបចំរួចរាល់ហើយឬនៅ
បងចាំលេងចង់បានហើយគឺខេងយួនអោខោដើរទៅមាត់បង្អួចរួចនិយាយយ៉ាងផ្អែមល្ហែមក៏បងម្ចាស់កត្រីតើបងប្រញាប់ធ្វើអ្វីបងស្រីមិនទាន់ដេកលក់លងលក់នៅឡើយទេស្រីដែលរឹងរូសនឹងគួរឲ្យធុញម្នាក់នោះតើមានអ្វីល្អដូចជ្រាលដែលយកចិត្តបងនោះរាល់ពេលឃើញមុខនាងដែលធ្វើចរិតខ្ពស់តែពេញមួយថ្ងៃបងពិតជាលេបបាយមិនចូលសោះពួកខ្ញុំពិតជាខ្ពើមបរោះស្រីថោកទាបមួយគូនេះណាស់សំឡេងអែបអបរបស់ពួកគេប្រៀបដូចជាចូលចាក់ចូលត្រចៀកខ្ញុំរងចាំរហូតដល់ពួកគេបដូរឈុតមង្គលការរួចរាល់ហើយយកវត្ថុបញ្ចាំចិត្តរបស់ខ្ញុំចាក់ចេញទៅបន្ទប់ក៏ត្រឡប់មកស្ងាត់ជ្រុងវិញខ្ញុំបើកភ្នែកឡើងភ្លាមរួចប្រញាប់ងើបពីគ្រែប្រើកម្លាំងបញ្ចេញស្រាដែលមានជាតិពុលចេញពីមាត់មកក្រៅคล้ายជាផ្សែងខ្មៅលាយបាត់ទៅរបួសនៅត្រង់ទ្រូងនៅតែឈឺតិចវាគឺជាការឈឺចាប់ដែលកើតចេញពីការដែលមនុស្សជាទីស្រឡាញ់បំផុតបានក្បត់កាលពីជាតិមុនខ្ញុំតែងតែគិតថាខ្ញុំចាញ់ដោយសារសំណាងមិនល្អឬចាញ់ល្បិចរបស់ប្អូនស្រីប៉ុន្តែការពិតគឺខ្ញុំចាញ់ដោយសារគឺមនុស្សជាទីស្រឡាញ់ទេក្នុងផ្ទះនេះរួមដៃគ្នាដើម្បីសម្លាប់ខ្ញុំយប់នេះគឺគ្រប់គ្រាន់សម្រាប់ខ្ញុំក្នុងការរៀបចំផែនការសងសឹកខ្ញុំដើរទៅមាត់ច្រាំងយកកន្ត្រៃមាសដែលធ្លាប់ប្រើសម្រាប់កាត់ឫស្សីរួចដើរទៅជ្រុងខាងបើកហឹបកំណប់ដែលផ្ទុកទៅដោយកាដូដែលខេងយួនធ្លាប់ផ្ដល់ឲ្យខ្ញុំជាច្រើនឆ្នាំមកនេះមានទាំងគុជសមុទ្ររាប់ពាន់ឆ្នាំនិងកំណាព្យឲ្យស្នេហាលើផ្កាថ្មខ្ញុំសម្លឹងមើលរបស់ទាំងនោះដោយគ្មានអារម្មណ៍អ្វីទាំងអស់ខ្ញុំកាត់កំទេចរបស់ទាំងនោះរួមទាំងចំណងមិត្តភាពคล้ายៗឲ្យคล้ายជាលំអងធូលីបន្ទាប់មកខ្ញុំបានលាបក្រដាសខំចុងរ៉ែមដៃយកឈាមធ្វើជាទឹកខ្មៅដើម្បីសរសេរសម្បត្តិសម្ងាត់មួយនេះគឺជាសម្បត្តិផ្ញើទៅកាន់ឆេនឡានព្រះអង្គម្ចាស់ទី2នៃកុលសម្ព័ន្ធវិឆាដែលត្រូវបានគេឃុំឃាំងក្នុងតំបន់ហាមឃាត់នៃសមុទ្រជ្រៅកាលពីជាតិមុនអ្នករាល់គ្នាបាននិយាយថាទ្រង់គឺជាមនុស្សឥតប្រយោជន៍ជាមច្ឆាពិការដែលមានកន្ទុយពណ៌ប្រផេះជាភាពអាម៉ាស់របស់កុលសម្ព័ន្ធនឹងចិត្តដល់ថ្ងៃស្លាប់ប៉ុន្តែមានតែខ្ញុំម្នាក់គត់ដែលដឹងថានៅវិនាទីចុងក្រោយមុនពេលខ្ញុំស្លាប់ទ្រង់បានបញ្ចេញកម្លាំងដមហិមាដែលស្ទើរតែអាចបំផ្លាញពិភពលោកដើម្បីព្យាយាមបំបែកការឃុំឃាំងមកជួយសង្គ្រោះជីវិតខ្ញុំជាថ្មីនេះខ្ញុំមិនអង្វរសុំព្រះមិនពឹងផ្អែកលើឪពុកម្ដាយបើអ្នករាល់គ្នាចង់សម្ដែងរឿងខ្ញុំនឹងជួយសម្ដែងឲ្យអស់ដៃនៅថ្ងៃស្អែកពន្លឺព្រះអាទិត្យដំបូងបានចាំងកាត់ផ្ទៃសមុទ្រចុះមកខ្ញុំជូតឈាមនៅមាត់រួចត្រឡប់ទៅដេកលើគ្រែវិញទាំងញឹមយ៉ាងត្រជាក់ការសម្ដែងពិតប្រាកដចិត្តចាប់ផ្ដើមហើយមេឃចិត្តភ្លឺសំឡេងស្គរនិងសំឡេងត្រែដង្ហែការបានបន្លឺឡើងយ៉ាងកងរំពងនៅខាងក្រៅវិមានខ្ញុំក្រោកពីដំណេកយ៉ាងយឺតប៉ុន្តែមិនបានពាក់ឈុតមង្គលការដ៏ប្រណីតដែលគេត្រៀមទុកឲ្យនោះទេគឺពាក់ត្រឹមតែឈុតពណ៌យ៉ាងសាមញ្ញបំផុតទឹកមុខរបស់ខ្ញុំស្លេកស្លាំងដូចជាមនុស្សទើបតែញើសពីឈឺធ្ងន់ពេលដើរចេញពីបន្ទប់ខ្ញុំកយសំឡេងយំយ៉ាងខ្លោចផ្សារបស់អូខូចេញពីសាលធំក៏ខ្ញុំសុំទោសបងស្រីខ្ញុំមិនចង់ធ្វើបែបនេះទេហ្គេមចាប់ផ្ដើមហើយស្រីបំរើបានគ្រាខ្ញុំចូលទៅក្នុងសាលធំដែលនៅទីនោះមានភ្ញៀវកិត្តិយសមកពីគ្រប់ទីចូលរួមយ៉ាងកកុញអូខូកំពុងលុតជង្គង់នៅកណ្ដាលសាលយំសោកបោកខ្លួនមើលទៅគួរឲ្យអាណិតអាសូរណាស់ខ្ញុំដើរទៅអង្គុយនៅកៅអីធំដោយស្ងប់ស្ងាត់បំផុតនាងសម្លឹងមកខ្ញុំទាំងទឹកភ្នែកហើយនិយាយថាបងស្រីកាលពីម្សិលមិញប្អូនបានជូនស្រាបងតែបងស្រវឹងដេកលក់ដាស់មិនភ្ញាក់សោះដោយសារដល់ម៉ោងមង្គលការពីនាងបន្តទាំងយំខ្សឹកខ្សួលប្អូនខ្លាចបងស្រីខកខានវេលាល្អធ្វើឲ្យគ្រួសារត្រូវអាម៉ាស់ជំរឿចុងក្រោយគឺប្អូនមានតែស្លៀកឈុតមង្គលការជំនួសបងស្រីរួចឡើងលើរថយន្តផ្កាឥឡូវនេះប្អូនបានខ្លាចជាមនុស្សរបស់ព្រះអង្គម្ចាស់ទៅហើយបងស្រីឲ្យប្អូនសុំទោសសុំបងស្រីអត់ទោសឲ្យប្អូនផងនិយាយរួចនាងក៏ក្រាបក្បាលដេកយ៉ាងខ្លាំងរហូតដល់ថ្ងាសចេញឈាមខ្ញុំមិននិយាយអ្វីទាំងអស់គ្រាន់តែលើកពេងតែមកផ្លុំតិចបរិយាកាសក្នុងសាលទាំងមូលប្រែជាស្ងាត់ជ្រងរហូតដល់ថ្នាក់ត្រជាក់ដល់ឆ្អឹងឪពុករបស់ខ្ញុំដែលអង្គុយនៅខាងលើបានត្រឹមតែដកដង្ហើមធំព្រោះគាត់លំអៀងទៅរកកូនទាំងពីរសាច់នៅលើបាតដៃនិងក្នុងដៃសុទ្ធតែជាសាច់គាត់មិនដឹងថាត្រូវដោះស្រាយបែបណាឃើញខ្ញុំមិនតតអោខោក៏យំកាន់តែខ្លាំងខ្ញុំងាកទៅមើលម្ដាយរួចធ្វើសញ្ញាភ្នែកឲ្យគាត់ចេញមុខម្ដាយក៏មិនអាចអង្គុយស្ងៀមបានក៏ដើរមកកាន់ដៃខ្ញុំទាំងឈីចាប់ពុតត្បិតកូនស្រីអើយអូនស្រីឯងធ្វើបែបនេះគឺដើម្បីមុខមាត់គ្រួសារយើងទេកុំបន្ទោសនាងអីឥឡូវនេះអង្គខ្លាយជាបាយបាត់ទៅហើយយាម្ដាយបន្តបញ្ចុះបញ្ចូលក្នុងនាមជាបងស្រីកូនគួរតែមានចិត្តទូលាយយល់ព្រមតាមនាងទៅថ្ងៃមុខបងប្អូនកូនទាំងពីរនៅបម្រើព្រះអង្គម្ចាស់ខេងយួនជាមួយគ្នាក្នុងវិមានគ្រីស្ដាល់នឹងមានគ្នាជួយមើលថែគ្នាតើមិនល្អទេខ្ញុំដកដៃចេញរួចសម្លឹងមើលគាត់យ៉ាងត្រជាក់លាម្ដាយគិតថាប្អូនស្រីដាក់ថ្នាំសន្លប់ដណ្ដើមប្តីបងហើយបងនៅតែត្រូវរួមរស់ជាមួយគ្នាទៀតតើនេះជារឿងល្អឬទឹកមុខម្ដាយប្រែជាកក់ភ្លាមរួចគាត់ក៏និយាយបង្កប់ដោយការគំរាមកំហែងតិចតាំងពីតូចកូនគឺជាក្មេងដែលដឹងក្តីបំផុតបើកូនមិនព្រមតើឲ្យប្អូនស្រីមានមុខរស់នៅដោយរបៀបណារឿងនេះបើខ្ចោខ្ចាយទៅខាងក្រៅតើគ្រួសារយើងទុកមុខណែណាម្ដាយសូមអង្វរកូនចោះយល់ព្រមតាមប្អូនទៅឬមួយក៏កូនចង់ឲ្យម្ដាយលើកជង្គង់អង្វរកូនទើបកូនព្រមកាលពីជាតិមុនគាត់ក៏បានប្រើសម្ដីនេះរួមជាមួយការយំសោកនិងកិត្តិយសគ្រួសារមកបង្ខំខ្ញុំបែបនេះដែរខ្ញុំក៏ឆ្លើយតបទៅវិញយ៉ាងខ្លីថាបើម្ដាយចង់លុតជង្គង់ក៏លើកទៅចោះពាក្យសម្ដីនេះធ្វើឲ្យមនុស្សគ្រប់គ្នាក្នុងសាលស្រឡាំងកាំងម្ដាយក៏ភាំងស្មារតីព្រោះគាត់មិននឹកស្មានថាកូនស្រីដែលធ្លាប់តែស្លូតបូតនិងស្ដាប់បង្គាប់គ្រប់យ៉ាងម្នាក់នេះបែរជាហ៊ាននិយាយពាក្យបែបនេះចេញមកឡើយអូខើយំយ៉ាងខ្លាំងរហូតដល់ទឹកភ្នែកស្រក់លើផ្កាថ្មដូចជាក្របគុជគឺក្នុងពេលដែលបងស្រីស្អប់ប្អូនដល់ថ្នាក់នេះប្អូនក៏មិនសមនឹងរស់នៅលើโลกនេះទៀតដែរ
និយាយរួចនាងក៏ស្ទុះទៅបំរុងនឹងបបក្បាលនឹងសពការថ្មភ្លាមនោះមានពន្លឺពណ៌មាសមួយផ្លែតខេងយួនបានស្ទុះទៅអបអោខោយ៉ាងណែនក្នុងរង្វង់ដៃទាំងក្តីបារម្ភអោខោនិយាយទាំងខ្សឹកខ្សួលក្នុងដើមទ្រូងគេថាកបងស្រីមិនអាចអត់ទោសឲ្យខ្ញុំទេព្រះអង្គទុកឲ្យខ្ញុំស្លាប់ទៅចោះខេងយួនអបនាងកាន់តែណែនរួចនិយាយថាគុំល្ងងអីឥឡូវឯងជាមនុស្សរបស់បងហើយបងនឹងការពារឯងជារៀងរហូតគ្មាននរណាហ៊ានធ្វើបាបឯងទេគេងាកមកសម្លឹងមើលខ្ញុំដោយកែវភ្នែកក្រហមញ៉ាំងពោពេញដោយភាពខ្ពើមម្អើមកៅលេនឈ្មោះទូឯកស្រីកុំឲ្យវាហួសហេតុពេកជ្រៀលធ្វើបែបនេះគឺដើម្បីជួយស្រោចស្រង់ស្ថានភាពមង្គលការនាងសុខចិត្តលះបង់ភាពបរិសុទ្ធដើម្បីគេឈ្មោះឯងមិនត្រឹមតែមិនដឹងគុណបែរជាមកដេញដល់បង្ខំមនុស្សដល់ថ្នាក់នេះទៀតសំតែគេថាឯងជាមនុស្សគ្មានហេតុផលមែនខ្ញុំដាក់ពេងតែចុះលើទល់សោកឆឹងយ៉ាងពីរោះរួចសើយ៉ាងត្រជាក់ពីព្រះអង្គគុំចាស់មានបន្ទូលគួរឲ្យអស់សំណើចណាស់បើថាជួយស្រោចស្រង់ស្ថានភាពហេតុអ្វីមិនដាស់ខ្ញុំឲ្យភ្ញាក់បើថាជាការលះបង់ហេតុអ្វីខ្ញុំឃើញប្អូនស្រីមានទឹកមុខស្រស់បោះរីករាយដូចជាបានសម្រេចបំណងដែលពងទុកយូរហើយទៅវិញកែវភ្នែករបស់ខេងយួនញ័ររន្ធត់មួយផ្លែតរួចគេក៏និយាយយ៉ាងរឹងត្អឹងថាយកមិញមង្គលការធំបងសប្បាយចិត្តពេកក៏ផឹកស្រាច្រើនរហូតមើលមនុស្សច្រឡំទោះជាយ៉ាងណាបងនឹងជួយបានខ្លាចជាប្តីប្រពន្ធនឹងគ្នាជាការស្រេចទៅហើយនាងក៏ទន់ភ្លន់យកចិត្តជាងឯងឆ្ងាយណាស់ឲ្យលេងខ្ញុំបានទូថ្វាយព្រះរាជាហើយថាខ្ញុំសុខចិត្តរៀបការជាមួយបងប្អូនឯងទាំងពីរនាក់ប៉ុន្តែតំណែងព្រះនាងម្ចាស់កត្រីគឺជារបស់ជ្រាលបាឯងអាចធ្វើជាស្រីស្នំបានសម្ដីនេះធ្វើឲ្យភ្ញៀវក្នុងសាបអើឆោឡោព្រោះខ្ញុំជាព្រះនាងច្បងដែលមានឈាមជ័រខ្ពង់ខ្ពស់បែរជាគេឲ្យធ្វើជាស្រីស្នំប្អូនស្រីខ្លួនឯងនេះគឺជាការជន់ឈ្លីកិត្តិយសរបស់ខ្ញុំបំផុតឪពុករបស់ខ្ញុំទ្រាំមិនបានបំរុងនឹងខឹងប៉ុន្តែត្រូវបានម្ដាយចាប់ដៃគាត់ជាប់ម្ដាយនៅតែប្រើសញ្ញាភ្នែកបង្ខំឲ្យខ្ញុំយល់ព្រមគួរឲ្យអស់សំណើចណាស់តើគេយកទំនុកចិត្តមកពីណាដែលគិតថាឲ្យលេងម្នាក់នេះនឹងមិនរៀបការជាមួយអ្នកផ្សេងក្រៅពីគេនោះខ្ញុំសម្លឹងមើលអូខោដែលកំពុងផ្អែកលើទ្រូងខេងយួនរួចសើចចំអកប្អូនស្រីពិតជាយកចិត្តបងណាស់មែនទេអូប្រហែលមកពីថ្នាំសន្លប់ដែលប្អូនដាក់ក្នុងស្រានោះមានកម្រិតខ្លាំងពេកទើបធ្វើឲ្យបងស្រីនៅតែមានអារម្មណ៍វិលមុខដល់ឥឡូវចុះបើបងហៅគ្រូពេទ្យលួងមកពិនិត្យសំណល់ស្រាក្នុងបន្ទប់បងបន្តិចតើប្អូនគិតយ៉ាងណាដែរគេដល់ពាក្យគ្រូពេទ្យលួងមុខរបស់ខេងយួននិងអូខោប្រែជាស្លេកស្លាំងភ្លាម